ស្ដីបងប្អូនទាំងអស់គ្នាចង់ស្ដាប់រឿងអក្សរសិល្ប៍ខ្មែរយើងទៀតអត់ចាំអេដមីនមកអានស្ដាប់ទាំងអស់គ្នាណារឿងនោះមានចំណងជើងថារឿងភូមិដែលរិឆានដែលមានអ្នកនិពន្ធឈ្មោះលោកដកគីមនិងលោកអំឯការកណត់តាយុគ1964ដល់ឆ្នាំ1965នៃគ្រិស្តសករាជហើយបានបោះពុម្ពជាសាធារណៈនៅឆ្នាំ1971យើងចូលមកអត្ថបទរឿងសាខេបរបស់យើងតែម្ដងទៅសង្គ្រាមលោកលើកទី1បានផ្ទុះឡើងនៅក្នុងឆ្នាំ1914និងឆ្នាំ1919ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹងប្រទេសរបស់អាណានិគមបារាំងប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកានឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីអាល្លឺម៉ង់ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនថ្លៃឡើងជារៀងរាល់ខែពួកអប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំងប្រជារាស្ត្រខ្មែរនៅស្រុកមុខកំអូចំនួន3000នាក់បានធ្វើបាតកម្មធ្វើញាតិសុំឲ្យដៃទីទៅវត្តជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះសូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោកខ្លាំងណាស់ដែរដូចជាមានរន្ទះបាញ់ចែកដីប្រចាំរណកនិងកាយដុះបន្ទុយជាដើមនៅខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃទៀតដែរប្រជារាស្ត្រខ្មែរមានជីវភាពលំបាកលំបិនខ្វះមុខខ្វះក្រោយសវណ្ណនិងបុតបានដឹកអីវ៉ាន់យកទៅលក់នៅឯផ្សារក្រុងកំពង់ឆ្នាំងបំតាន់លក់បានផងត្រូវប៉ូលីសចាប់ហាក់ពិន័យទៀតនាងតំជាប្រពន្ធរបស់សវណ្ណត្រូវបានស្លាប់ដោយសារជំងឺព្រោះខ្វះថវិកាយកមកព្យាបាលចំណែកសវណ្ណលំបាកក្នុងការថែទាំកូនតូចផងនោះក៏ទទួលនាងតំធ្វើជាភរិយាថ្មីនិងមិនបានរៀបការតាមប្រពៃណីរបស់ខ្លួនឡើយការដំឡើងពន្ធដារនៅខេត្តកំពង់ឆ្នាំងកាន់តែខ្លាំងឡើងធ្វើឲ្យប្រជារាស្ត្រសឹងតែក្តៅក្រហាយទាំងអស់ក្នុងពេលនោះក៏មានយុវជនខ្មែរពីររូបដែលជាសាមញ្ញគ្នានៅភូមិព្រៃខ្មែរម្នាក់ឈ្មោះជូននិងម្នាក់ទៀតឈ្មោះនៅតែជាអ្នកនិយមលេងគុណផងនោះក៏រៀបគម្រោងសម្រាប់ព្រៃស្តង់បាដេសតែអនុវត្តអំពើព្រៃផ្កាយយងខ្នងនៅពេលដែលពួកវាចោទទាបពន្ធដារចលនារបស់ជូននិងនៅក៏មានការចូលរួមពីអ្នកក្លាហានចំនួន20នាក់ទៀតនៅក្នុងភូមិក្រាំងលាវផងដែរនៅភូមិដើមអំពិលមេឃុំប៉ាបានក្តាប់អំពីរបាយការណ៍ជីវភាពរបស់ប្រជារាស្ត្រនៅក្នុងភូមិគប់ផ្សំនឹងការលំបាកក្នុងការទាបពន្ធដារក៏សងស្នាក់លើលាលែងពីតំណែងដើម្បីយករួចខ្លួនលោកព្រៃស្តង់បាដេសបានចេញទាបពន្ធដារដោយខ្លួនឯងហើយចាក់អ្នកដែលគ្មានប្រាក់បងពន្ធទៅសមាគមលុះដល់ថ្ងៃទី17មេសាឆ្នាំ1925ការទាបពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរៃស្តង់បាដេសក៏រក្សាសន្តិសុខឈ្មោះឡាចនិងអ្នកដាប់ស្រុកឈ្មោះបោយខណៈនោះបាដេសបានបញ្ជាឲ្យកូនចៅចាប់អ្នកស្រុកក្រាំងលាវយកទៅសមាគមហើយអ្នកណាមានលុយយកទៅបង់ទៅដោះលែងមកវិញធ្វើឲ្យនឹងមកវិញក្នុងនោះក៏មានស្ដីនឹងនេះនិងនាប៊ីផងដែរដែលធ្វើឲ្យនឹងនេះនិងនាប៊ីមានកំហឹងយ៉ាងខ្លាំងក្នុងសភាពការនេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានចេញប្រយុទ្ធសម្រាប់រៃស្តង់បាដេសអត់និយាយដៃក្នុងនោះនៅសល់តែអ្នកតាមស្រុកម្នាក់ដែលរត់រួចខ្លួនឈ្មោះបោយក្នុងនាំដំណឹងនេះយកទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំងក្រោយសម្រាប់រៃស្តង់បាដេសនៅសហការីរួចមកក្រុមអ្នកក្លាហានមានអំណងចេញទៅក្នុងក្រុងកំពង់ឆ្នាំងទៀតប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់បានស្លាប់ខ្លះរត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែអ្នកក្លាហានត្រូវគេបាញ់ស្លាប់អស់ជាច្រើនក្នុងមាននៅផងដែររីឯជួនត្រូវគេចាប់យកទៅដាក់គុករកោះត្រឡាចំណែកប្រជាជនទៅរត់ចោលភូមិឋានទៅនៅក្នុងព្រៃរឿងសម្រាប់ព្រៃស្តង់បាដេសធ្វើឲ្យមានបដកម្មយ៉ាងខ្លាំងពីសំណាក់កងសីសេនាបតីអាណានិគមបារាំងព្រះបាទទីសវត្តបានចេញបញ្ជាមួយឲ្យបដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិដែលរិឆានវិញអស់រយៈពេលយ៉ាងតិច10ឆ្នាំព្រមទាំងឲ្យសាងសង់ចែកដីប្រចាំមរតកនិងធ្វើបុណ្យនៅថ្ងៃទី18មេសាជារៀងរាល់ឆ្នាំផងដែរជាទីបញ្ចប់ទាហានបានគៀអ្នកស្រុកឲ្យមករស់នៅក្នុងភូមិផ្ទះសម័យរបស់ខ្លួនវិញចំណែកសវណ្ណនិងនិតានក៏បានរួមរស់រួមសុខជាមួយគ្នារៀងមកហើយអ្នកខ្លះទៀតក៏បានវិលត្រឡប់មកជួបជុំប្រពន្ធកូនវិញផងដែរក្នុងរឿងភូមិនៃរិឆានក៏មានចំណុចសំខាន់ដូចជា1ស្ថានភាពសង្គមភូមិមានភាពក្រីក្រប្រជាជនរស់នៅដោយមានភាពភ័យខ្លាចនិងអំណាច2អបិយជំនឿនិងការលោភលន់ប្រជាជនជឿលើអបិយជំនឿអាត្មុកវិទមន្តនិងព្រេងនិទានមានអ្នកប្រើអបិយជំនឿដើម្បីបោកប្រាស់និងគ្រប់គ្រងអ្នកដទៃ3ការបំពានលើសិទ្ធិមនុស្សត្រូវបានមើលងាយគ្មានសិទ្ធិសេរីភាពការប្រព្រឹត្តអំពើអមនុស្សធម៌ការឡើងដោយសារអវិជ្ជាចំណុចទី4ការរិះគន់សង្គមអ្នកនិពន្ធរិះគន់សង្គមដែលខ្វះចំណេះដឹងបង្ហាញការ
វិជ្ជាបង្ហាញថាអវិជ្ជានិងអបិយជំនឿធ្វើឲ្យសង្គមថយចុះ 5. សារៈសំខាន់នៃការអប់រំសម្រាប់សំខាន់នៃការអប់រំគឺយើងស្រឡាញ់ការអប់រំប្រែហេតុផលគោរពមនុស្សធម៌និងការលះបង់អបិយជំនឿខ្លះសូមអរគុណបងប្អូនទាំងអស់គ្នានៅក្នុងការតាមដានវីដេអូនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា